ប្រជាសួស្តីអ្នកគ្នាខ្ញុំបានធ្វើមកកាន់វីដេអូនេះម្ដងទៀតហើយសារនឹងដែរខ្ញុំមិនបានមកលេងហ្គេមខ្មោចទេបាទខ្ញុំមកលេង Grow Garden 2ហើយខ្ញុំកម្រងខ្ញុំចង់ធ្វើឲ្យ Star Fruit នៅធំមកលើដកសាច់ចេញអស់សិនខ្ញុំដាក់ក្តាននឹងគេថាក្តានបានជំនួយដោយផ្លែឈើយ៉ាងធំអញ្ចឹងណាបាទឥឡូវនេះខ្ញុំបានយកក្តានមកថាបាទហើយធ្វើការដាក់ក្តានចូលអ្នកគ្នាហើយមុននឹងខ្ញុំទៅដាក់ sprinkler ហ្នឹងខ្ញុំតែស្រោចទឹកsuper water can ហ្នឹងសិនបាទតែសារតាខ្ញុំបើវាបានដាក់ដាំStar Fruit ហ្នឹងចិត្តមួយថ្ងៃតែវាដុះបាន2គ្រាប់នោះអញ្ចឹងតមើលពីរបៀបដាំខ្ញុំទាំងអស់គ្នាបាទជាដំបូងយើងដាក់មកស្រោចទឹកកន្លែងStar Fruit ហ្នឹងមកបាទខ្ញុំឆ្ងល់ថងថា Star Fruit ហ្នឹងមិនពីយើងស្រោចមកធុងអីទៅវាអត់ចេញផ្លែទេបាទតស្រោច2ធុង2ទៅ3ធុងឲ្យมันចេញផ្លែវាអ្នកនរគ្នាមើលណាផ្លែវាពិតជាទូចខ្លាំងមែនទែនហើយខ្ញុំចង់បានធុងយ៉ាងហ្នឹងខ្ញុំត្រូវដើរដកពណ៌ហ្នឹងចោលអស់បាទហើយខ្ញុំធ្វើការដើរដកពណ៌ហ្នឹងចោលអស់សិនបាទឥឡូវនេះដករួចហើយយើងមកធ្វើការដាក់ sprinkler យ៉ាងអស់គ្នាជាដំបូងខ្ញុំដាក់ super sprinkler មួយហើយខ្ញុំក៏ដាក់រពណ៌កាក sprinkler មកដាក់ទៀតបាទនិយាយទៅពេលហ្នឹងខ្ញុំអស់ sprinkler ដែរខ្ញុំធ្វើច្រើនដងច្រើនសារពេកចឹងហើយខ្ញុំសល់តែ sprinkler ហ្នឹងបានដាក់បាទហើយបន្តមកយើងធ្វើការស្រោចទឹកមកនេះស្រោចមកធុងហ្នឹងវាអត់តន់ចេញផ្លែដល់ស្រោច2ធុងទៅ3ធុងមកវាចេញផ្លែតចាំអត់មើលអស់គ្នាតាផ្លែវាបានប៉ុណ្ណាបាទផ្លែវាបានចេញមកហើយបាទខ្លះធុងខ្លះតូចចឹងទៅតាមសំណាងរបស់យើងអញ្ចឹងណាខ្ញុំធ្វើបានតែប្រហែល30ទៅ50ទេបាទហើយខ្ញុំវាអត់ចង់លងខ្លួនវិញពណ៌ fruit ចឹងទៅខ្ញុំក៏ជប់ធ្វើព្រមហ្នឹងទៅបាទហើយសារតាខ្ញុំវាលេងអ្នកឯងឲ្យទូរស័ព្ទខ្ញុំវាអត់ទៅដំណើរការទៀតហើយចឹងទៅវារៀងលេចខ្លាំងមែនទែនបាទកន្លែងហ្នឹងខ្ញុំធ្វើការដាក់រប្រដាប់លើមកដាក់នៅក្រោយវិញសារដាក់នៅមុខទៅខ្លាចច្រឡំដៃបេះដូចលើកមុនបាទសូមតបផងអ្នកគ្នាបើពេកមួយចំនួនដែលខ្ញុំនិយាយខុសឆ្គងមកសូមប្រកាន់ខ្ញុំអីបាទហើយយើងធ្វើការដាក់ចិត្តគ្នាចឹងមកបាទហើយវីដេអូខ្ញុំក៏មានប៉ុណ្្នឹងដែរបាយចាំជួបខ្ញុំនៅវីដេអូក្រោយទៀតបាយ